រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសិរីយុកោមេងកិត្តិយសលើកយកអក្សរសាស្ត្រខ្មែរមកបង្ហាញគឺសំណេរបែបអត្ថាធិប្បាយពន្យល់ការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយលើកកម្ពស់សំណេរអត្ថាធិប្បាយពន្យល់ទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញាក់ស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកសិល្បៈសរសេរដែលជាដួងព្រលឹងជាតិលក្ខណៈសម្គាល់របស់ប្រធានបែបពន្យល់មានលក្ខណៈដូចតទៅទី1មានទស្សនៈមួយលើកឡើងថាសាមគ្គីជាប្រភពនៃជោគជ័យគ្រប់យ៉ាងមានទស្សនៈមួយលើកឡើងថាសាមគ្គីជាប្រភពនៃជោគជ័យគ្រប់យ៉ាងតើទស្សនៈខាងលើមានន័យដូចម្តេចតើទស្សនៈខាងលើមានន័យដូចម្តេចចូលពន្យល់ឲ្យល្មមស្ដាប់បានដើម្បីសម្គាល់ថាជាប្រធានបែបពន្យល់គេមើលទៅលើចំណុចសំខាន់3យ៉ាងទី1ទៅលើប្រធានបទមានទស្សនៈមួយលើកឡើងថាសាមគ្គីជាប្រភពនៃជោគជ័យគ្រប់យ៉ាងទស្សនៈបែបនេះយើងអាចដឹងថាជាប្រធានបែបនេះយើងអាចដឹងថាជាប្រធានបែបពន្យល់ប្រហែលជា 5% ព្រោះមានទស្សនៈមួយលើកឡើងថាទី2យើងមើលលក្ខណៈសម្គាល់ទៅលើពាក្យចោទសួរតើទស្សនៈខាងលើមានន័យដូចម្តេចមានន័យយ៉ាងណានឹងប្រហែលជា 5% ទៀតហើយអញ្ចឹងយើងអាចដឹងថាវាជាតែងសេចក្តីបែបពន្យល់ប្រហែលជា 10% ប៉ុន្តែចំណុចសំខាន់ជាងគេចូលពន្យល់ឲ្យល្មមស្ដាប់បានពាក្យបង្កប់បញ្ជានេះសំខាន់ចូលពន្យល់តែងសេចក្តីនេះជាប្រភេទតែងសេចក្តីអត្ថាធិប្បាយពន្យល់ 100% ប្រធានទី2មានទស្សនៈមួយលើកឡើងថាសេចក្តីស្មោះត្រង់ជាគុណតម្លៃរបស់មនុស្សតើទស្សនៈខាងលើមានន័យដូចម្តេចចូលស្រាយបំភ្លឺតាមការគួរដើម្បីដឹងថាជាប្រធានបែបពិភាក្សាឬពន្យល់ឬប្រៀបធៀបយើងមើលពាក្យប្រធានបទយើងដឹងថាជាតែងសេចក្តីបែបពន្យល់នឹង 5% មើលពាក្យចោទសួរតើទស្សនៈខាងលើមានន័យដូចម្តេចក៏ជាតែងសេចក្តីពន្យល់ប្រហែលជា 10% សំខាន់បំផុតគឺពាក្យបង្កប់បញ្ជាចូលស្រាយបំភ្លឺតាមការគួរចូលស្រាយបំភ្លឺនេះជាតែងសេចក្តីបែបអត្ថាធិប្បាយពន្យល់ប្រធានទី3មានមតិមួយលើកឡើងថាការព្យាយាមធ្វើឲ្យជីវិតជោគជ័យតើទស្សនៈខាងលើបង្កប់អត្ថន័យដូចម្តេចចូលបកស្រាយដោយមានភស្តុតាងបញ្ជាក់ផងក៏យើងក៏អាចកំណត់ចំណាំដោយឧទាហរណ៍ខាងលើដែរមើលប្រធានបទនេះតែងសេចក្តីបែបនេះគឺជាតែងសេចក្តីបែបពន្យល់ 5%
មើលពាក្យចោតសួរ 5% ទៀត 10% គឺបែបពន្យល់ហើយតែមិនទាន់ច្បាស់ដើម្បីឲ្យច្បាស់ឬប្រកបជាក់លាក់យើងមើលពាក្យបង្កប់បញ្ជាចូលបកស្រាយចូលបកស្រាយដោយមានភស្តុតាងបញ្ជាក់ផងតែងសេចក្តីពន្យល់ 100% តែម្ដងប្រធានទី4ពាក្យចាស់ពោលថាចេះប្រកាសប្រាក់រត់តាមហៅចេះប្រកាសប្រាក់រត់តាមហៅតែងសេចក្តីនេះជាតែងសេចក្តីពន្យល់ 5% ហើយអាចជាតែងសេចក្តីបែបពន្យល់មើលពាក្យចោតសួរតើពំនោលខាងលើមានន័យយ៉ាងណាជាតែងសេចក្តីបែបពន្យល់ប្រហែល 5% ទៀតចូលវិភាគដោយមានទឹកតាំងបញ្ជាក់ផងចូលវិភាគដោយមានទឹកតាំងបញ្ជាក់ផងជាតែងសេចក្តីពន្យល់ 100% តែងសេចក្តីទី5មានសុភាសិតមួយលើកឡើងថាមាសសុទ្ធមិនខ្លាចភ្លើងតើសុភាសិតខាងលើមានន័យដូចម្ដេចចូលគូសបញ្ជាក់ចូលគូសបញ្ជាក់ក៏ពាក្យបង្កប់បញ្ជាបែបនេះក៏ជាតែងសេចក្តីពន្យល់ 100% តែងសេចក្តីទី6សុភាសិតមួយលើកឡើងថាទូកទៅកំពុងនៅទូកទៅកំពុងនៅតែងសេចក្តីពន្យល់ 5% តើសុភាសិតខាងលើមានន័យបង្កប់អត្ថន័យយ៉ាងណាតែងសេចក្តីនេះបែបពន្យល់ 10% ចូលបកស្រាយឲ្យបានក្បោះក្បាយចូលបកស្រាយឲ្យបានក្បោះក្បាយតែងសេចក្តីនេះជាតែងសេចក្តីបែបពន្យល់ 100% ប្រធានទី7មានសុភាសិតមួយលើកឡើងថាសាមគ្គីជាប្រភពនៃជោគជ័យគ្រប់យ៉ាងតើទស្សនៈខាងលើសំដៅលើអ្វីចូលពន្យល់ឲ្យល្មមស្ដាប់បានយើងមើលពាក្យបង្កប់បញ្ជានេះគឺប្រាប់ត្រង់តែម្ដងចូលពន្យល់ឲ្យល្មមស្ដាប់បានជាតែងសេចក្តីពន្យល់បែបពន្យល់អត្ថាធិប្បាយពន្យល់ 100% ប្រធានទី9មានសុភាសិតមួយលើកឡើងថាមានទស្សនៈមួយលើកឡើងថាចំណេះជាអាហារប្រាជ្ញាជាអាវុធតើចំណុចត្រង់ណាខ្លះដែលឆ្លើយតបនឹងទស្សនៈខាងលើចូលអត្ថាធិប្បាយតាមការគួរចូលអត្ថាធិប្បាយតាមការគួរពាក្យបង្កប់បញ្ជាបែបនេះជាតែងសេចក្តីពន្យល់ 100% ប្រធានទី9មានទស្សនៈមួយលើកឡើងថាខន្តីជាលំអរបស់មនុស្សគ្រប់រូបតើទស្សនៈខាងលើបង្កប់អត្ថន័យដូចម្ដេចចូលគូសបញ្ជាក់ឲ្យបានច្បាស់ចូលគូសបញ្ជាក់ឲ្យបានច្បាស់ពាក្យបង្កប់បញ្ជាបែបនេះក៏ជាតែងសេចក្តីបែបពន្យល់ 100% ប្រធានទី9មានទស្សនៈមួយលើកឡើងថាសាមគ្គីជាប្រភពនៃជោគជ័យខុសហើយជោគជ័យស្រអោប៉ះស្រអោជោគជ័យគ្រប់យ៉ាងតើទស្សនៈខាងលើមានន័យដូចម្ដេចចូលបកស្រាយចូលស្រាយបំភ្លឺឲ្យល្មមស្ដាប់បានចូលស្រាយបំភ្លឺឲ្យល្មមស្ដាប់បានក៏ជាតែងសេចក្តីបែបពន្យល់ 100% ដូច្នេះដើម្បីស្គាល់ថាជាប្រធានតែងសេចក្តីបែបពន្យល់គេមើលទៅលើពាក្យចោតសួរតើទស្សនៈខាងលើមានន័យដូចម្ដេចតើទស្សនៈខាងលើបង្កប់អត្ថន័យដូចម្ដេចដែរតើអ្នកយល់ដូចម្ដេចតើអ្នកយល់ដូចម្ដេចដែរតើចំណុចត្រង់ណាខ្លះដែលឆ្លើយតបនឹងទស្សនៈខាងលើលក្ខណៈសម្គាល់ទី2ពាក្យបង្កប់បញ្ជាចូលពន្យល់ចូលស្រាយបំភ្លឺចូលបកស្រាយចូលវិភាគចូលអត្ថាធិប្បាយចូលគូសបញ្ជាក់ចូលស្រាយចម្ងល់ចូលបង្ហាញចូលលាតត្រដាងទាំងអស់នេះ
សុទ្ធតែជាតែងសេចក្តីបែបពន្យល់ដូច្នេះយើងសាកពិនិត្យមើលមានទស្សនៈមួយយល់ថាមានតែទ្រព្យសម្បត្តិទេដែលធ្វើឲ្យមនុស្សមានសេចក្តីសុខសុភមង្គលតើអ្នកយល់យ៉ាងណាចូលពិចារណារកខុសត្រូវតើអ្នកយល់យ៉ាងណាឃើញទេការចោទសួរបែបនេះគឺជាបែបសួរដើម្បីបំផុសនៅគំនិតឬក៏មានទស្សនៈផ្សេងពីរហើយចូលពិចារណាពាក្យបង្កប់បញ្ជាចូលពិចារណារកខុសត្រូវតែងសេចក្តីនេះជាតែងសេចក្តីបែបអត្ថាធិប្បាយពិភាក្សាប្រធានទី2មានទស្សនៈមួយលើកឡើងថារលកក្រោយរុញច្រានរលកមុនតើទស្សនៈខាងលើមានន័យដូចម្ដេចចូលស្រាយបំភ្លឺចូលស្រាយបំភ្លឺ load for ណាអញ្ចឹងខុសមានន័យថាជាតែងសេចក្តីបែបពន្យល់ 100% ឧទាហរណ៍ទី3មានទស្សនៈមួយពោលថាបើចង់ស្រណុកឲ្យនឿយពីក្មេងតើទស្សនៈខាងលើចង់និយាយពីអ្វីដែរចូលពន្យល់និងរកឧទាហរណ៍បញ្ជាក់ផងតែងសេចក្តីបែបនេះជាតែងសេចក្តីពន្យល់ 100% ឧទាហរណ៍ទី4មានសុភាសិតមួយពោលថាទំពាំងស្នងឫស្សីតើសុភាសិតខាងលើបង្កប់អត្ថន័យយ៉ាងណាខុសទៀតដែរខ្វះងោចូលអត្ថាធិប្បាយឲ្យល្មមស្ដាប់បានជាតែងសេចក្តីអត្ថាធិប្បាយពន្យល់ 100% តើគេស្គាល់តែងសេចក្តីពន្យល់ដោយសារអ្វីខ្លះចូលរៀបរាប់ពីរបៀបសម្គាល់តែងសេចក្តីអត្ថាធិប្បាយពន្យល់ចូលរៀបរាប់ពីរបៀបសម្គាល់តែងសេចក្តីអត្ថាធិប្បាយពន្យល់សូមកុំភ្លេចធ្វើកិច្ចការផ្ទះផងតើគេសម្គាល់តែងសេចក្តីពន្យល់តាមរយៈអ្វីខ្លះចូលរៀបរាប់តើគេសម្គាល់តែងសេចក្តីពន្យល់តាមរយៈអ្វីខ្លះចូលរៀបរាប់ពាក្យចោទសួរតាមបែបអត្ថាធិប្បាយពន្យល់ចូលរៀបរាប់ពាក្យចោទសួរតាមអត្ថាធិប្បាយពន្យល់តើពាក្យបង្កប់បញ្ជាបែបអត្ថាធិប្បាយពន្យល់មានអ្វីខ្លះចូលរៀបរាប់អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកតែងសេចក្តីអត្ថាធិប្បាយពន្យល់ជាសារណាខ្នាតតូចរាត្រីសួស្តីសូមជម្រាបលា